បាទជម្រាបសួរបងប្អូនឥឡូវយើងមកចូលទាក់ទងទៅនឹងការរៀបចំជីករណ្ដៅណានៅខែ11ខែ12ហ្នឹងយើងជីករណ្ដៅឲ្យធំណាដើម្បីធ្វើការស្តុកទុកទឹកពេលដែលយើងបូមដាក់ចូលទៅក្នុងរណ្ដៅហ្នឹងគឺវារក្សាសំណើមបានយូរហើយយើងដាក់ជីមកណានេះដាក់ផេះអង្កាមយើងដាក់ទ្រាប់បាតវាមកហើយបន្ទាប់ពីដាក់ហើយយើងនឹងទៅរកជីណារកដូចជាដើមចេកណាស្មៅឬក៏កាទ្រាំងខេតផ្សេងណាណាយើងគេអង្កាមនឹងឲ្យវាស្មើសិនណាចឹងដាក់បាតក្រោមនឹងដើម្បីឲ្យវារក្សាសំណើមពេលដែលយើងដាក់ទឹកមកវានៅជាប់នៅលើដីហ្នឹងណាដើម្បីឲ្យក្រូចរបស់យើងជប់ណាអញ្ចឹងយើងមានដើមចេកណាយើងទៅរៀបដើមចេកដែលយើងកាប់កិច្ចច្រាំហ្នឹងមកកាប់កិច្ចច្រាំឲ្យវាម៉ត់ណាឬក៏រៀងវែងតិចក៏បានដែរណាយើងតម្លាក់ចូលទៅណាយើងតម្លាក់ចូលវាបានចិត្តពេញរណ្ដៅដែលយើងធ្វើការកាប់ហ្នឹងណាមានកតិកទីសម្រាមស្មៅណាស្មៅដែលយើងកាត់តាមគល់ក្រូចរបស់យើងហ្នឹងណាហើយយើងធ្វើការបោះវាចូលមកហើយយើងមានសម្រាមណាកតិកទីផ្សេងណាយើងអាចដាក់វាបានបន្ទាប់ពីយើងដាក់សម្រាមបានពាក់កណ្ដាលហើយយើងធ្វើការរៀបចំរយណារយអានេះប្រភេទកំបោរណាកំបោរកសិកម្មយើងរយលើស្ទាប់ដែលយើងដាក់ដើមចេកដាក់ស្មៅដាក់កាទ្រាំងខេតណាយើងរយវាមកក្តាមទៅណាមកក្តាមឬក៏ពីរក្តាមណាតាមធនធានរបស់យើងណាបន្ទាប់ពីយើងរយរួចហើយយើងដាក់នេះណាដាក់សម្រាមឬក៏ដើមចេកមួយសត្វទៀតណាចឹងខ្ញុំរយកបោសហ្នឹងគឺកបោកសិកម្មមិនមែនកបោយើងធ្វើសំណង់ហ្នឹងទេណាគឺកបោកសិកម្មវាមានកម្រិត pH ខ្ពស់ណាហើយយើងទាញស្មៅមកមានសម្រាមមានស្មៅណាផ្សេងយកមកគ្របដើម្បីអីណាគ្របដើម្បីឲ្យវារក្សាសំណើមហើយមានជីជាតិនៅក្នុងដីហ្នឹងណាពេលដែលឫសក្រូចយើងចាក់មកដល់នឹងវាអាចថាសើមមានជីជាតិខែប្រាំងយើងបូមទឹកដាក់ចូលទៅក្នុងរណ្ដៅហ្នឹងណាអញ្ចឹងវារក្សាសំណើមបានយូរបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូ